ខ្ញុំប្រមូលផលចន្ទទីបានបើឆ្នាំទៅមួយអត់ជួបអាកាសធាតុហាងយើងបានមកហាត់4តោនជាងបើឆ្នាំទៅយើងជួបបញ្ហាយើងបានតែ3តោនជាងទេបេស៊ូមីឆ្នាំនេះអាយុ31ឆ្នាំហើយទីលំនៅបច្ចុប្បន្នថ្ងៃនៅភូមិស្រែប្រាំងឃុំតាប្រុកស្រុកឆ្កាលើខេត្តកំពង់ចាមខ្ញុំបានចាប់ដៃមួយគាត់ហ្នឹង4ឆ្នាំជាងហើយបងដោយសារតែជួបបញ្ហាកូវីដអញ្ចឹងពួកខ្ញុំអត់បានមានកម្មវិធីអីទេគ្រាន់តែសែនតចាស់ទុំទាំងសងខាងតែប៉ុណ្្នឹងទេតើតោះនៅតំបន់នេះគឺកសិករពីច្រើនគាត់ធ្វើតែដំឡូងមីហើយនឹងចន្ទទីទេដែលគាត់ជួបបញ្ហាសត្វល្អិតបំផ្លាញកត្តាអាកាសធាតុហ្នឹងក៏វាត្រូវមានជំងឺមានអីចឹងដែរអញ្ចឹងបន្ទាប់ពីពួកយើងចាប់ដៃគ្នាបង្កើតមុខរបរបើកដេប៉ូលក់ជីនិងថ្នាំកសិកម្មនឹងឡើងមកក្រៅពីបើកដេប៉ូលក់ជីថ្នាំកសិកម្មហើយពួកខ្ញុំក៏មានធ្វើចការខ្លួនឯងដែរចការចន្ទទី4ហាត់ហើយនឹងចការស្វាយ20ហាត់ជាងដែរនិយាយទៅរងថ្ងៃអ្វីដែលយើងលក់គឺយើងបានប្រើខ្លួនឯងចឹងក៏យើងទទួលបានបទពិសោធន៍ចឹងទៅក៏យើង share ទៅកសិករចឹងទៅខ្ញុំប្រមូលផលចន្ទទីបានបើឆ្នាំទៅមួយអត់ជួបអាកាសធាតុហាងយើងបានមកហាត់4តោនជាងបានច្រើនបើឆ្នាំទៅយើងជួបបញ្ហាយើងបានតែ3តោនជាងទេនៅដេប៉ូនាងខ្ញុំមានលក់ផលិតផលក្រុមហ៊ុន AGT មានសម្ភារៈដូចជាធុងអាគុយ20លីត្រម៉ាកនីកាសាហើយម៉ាស៊ីន25លីត្រអង្គរ៉ាហើយមានក្បាលបាញ់ថ្នាំនីកាសាអង្គរ៉ាហើយក៏មានម៉ូទ័របូមទឹកឌីកាសាហើយនឹងក៏មានសយោបាញ់ថ្នាំ50ម៉ែត្រ100ម៉ែត្រមានម៉ាស៊ីនកាត់ស្មៅនីកាសាហើយក៏មានសម្ភារៈផ្សេងជាច្រើនទៀតដែរដំបូងឡើយក៏វាមិនរលូនដូចហងៃដែរតយើងលក់យូរទៅបានយើងចាប់ផ្ដើមមានអតិជនកើនឡើងច្រើនទៅមាន2សាខាតែសាខានៅផ្ទះហ្នឹងគឺយើងបើកយូរហើយអញ្ចឹងក៏មានអតិជនស្គាល់ច្រើនប៉ុន្តែដេប៉ូមួយទៀតក៏យើងទុំតែបើកអត់ទាន់បាន1ឆ្នាំទេកាន់នឹង2នាក់ហ្មងគ្រាន់តែថានៅផ្ទះយើងគ្រប់គ្រងជាប់ហ្មងហើយនឹងសាខាមួយទៀតគ្រួសារខ្ញុំបាទជំរាបសួរខ្ញុំឈ្មោះហងចន្ទធីបច្ចុប្បន្នដេប៉ូរបស់ខ្ញុំនេះគឺនៅភូមិតាប៉ាង2ឃុំចការដងស្រុកចការលើខេត្តកំពង់ចាមនេះជាដេប៉ូទី2ការខ្ញុំនៅខ្ញុំរៀនជំនាញវិទ្យាសាស្ត្រកសិកម្មយើងឆ្លាញ់ជំនាញហ្នឹងហើយយើងឃើញពីសក្តានុពលរបស់ជំនាញមួយហ្នឹងវាចាំបាច់សម្រាប់កសិករហើយនឹងយើងខ្លួនឯងត្រូវការជំនាញហ្នឹងមកនៅពេលដែលដោះស្រាយបញ្ហាដូចជាពពួកតកៅវងឬក៏ប្រភេទជំងឺដែលវាផ្ទុះនៅលើដំណាំរបស់កសិករហ្នឹងដំណោះស្រាយគឺគាត់ប្រើធុងបាញ់ថ្នាំប្រភេទអង្គរ៉ាប្រភេទម៉ាស៊ីនឬក៏ធុងអាគុយនីកាសាធុងទាំងពីរនេះវាមានគុណភាពល្អមុននឹងយើងលក់ជូនទៅឲ្យភ្ញៀវគឺយើងរៀបចំពិនិត្យមើលហើយនឹងចាក់ប្រេងបាតប្រេងអីហើយយើងតេស្តមើលសម្ពាធទឹកឲ្យកសិករសិនមុនយើងគល់ជូនទៅគាត់ហើយបើតើតោះនឹងគ្រឿងម៉ាស៊ីនវិញក៏គាត់ធ្លាប់ជួបបញ្ហាធុងនឹងអត់កាន់អាគុយអត់កាន់អីអញ្ចឹងយើងត្រូវមានទំនួលខុសត្រូវដោយដោះស្រាយឲ្យគាត់ដូចជាយកមកយើងដូរអាគុយដូរអីឲ្យគាត់ដែរនិយាយទៅអតិជនមានច្រើនប្រភេទអតិជនខ្លះក៏ពិបាកដែរគាត់រកតែ brand ណាដែលគាត់ចង់បានអញ្ចឹងគាត់ធ្លាប់ប្រើមុនអញ្ចឹងទៅតែកសិករខ្លះក៏គាត់ឲ្យ depot recommend អញ្ចឹងទៅធុងដែលខ្ញុំលក់ដាច់ជាងគេគឺមានម៉ាកអង្គរ៉ាមានចំណុះ25លីត្រនិង30លីត្រហើយនឹងនីកាសាគឺជាប្រភេទធុងអាគុយចំណុះ20លីត្រសម្រាប់បាញ់ថ្នាំដែរហើយនឹងសម្ភារៈគ្រឿងបន្លាស់ហ្នឹងដោយសារតែគុណភាពរបស់វាកសិករអាចទទួលយកបានហើយនឹងតម្លៃសមរម្យដែរតើតើនៅបទពិសោធន៍ដែលកសិករគាត់ទិញធុងនីកាសានេះយកទៅប្រើគាត់បានប្រាប់យើងដែរថាធុងនេះល្អតើតើនឹងអាគុយកាន់បានយូរគាត់ប្រើទៅចំណេញពេលវេលាធុងហ្នឹងក្រាស់ហើយអត់ទៅជួបបញ្ហាផ្សេងដូចជាផលិតផលដែលគាត់ប្រើមុននេះខ្ញុំស្គាល់ AGT ហ្នឹងតាមរយៈមិត្តភ័ក្តិគាត់មានដេប៉ូដែរអញ្ចឹងទៅគាត់ក៏ recommend មកយើងថាខាង AGT ហ្នឹងផលិតផលរបស់គាត់គុណភាពល្អអញ្ចឹងហើយតម្លៃសមរម្យដែរគាត់ឲ្យលេខទូរស័ព្ទអ្នកគ្រប់គ្រងហ្នឹងមកក៏ខ្ញុំបានតាក់ទងទៅគាត់ទៅហើយក៏បានយកផលិតផលហ្នឹងមកលក់ជាហូរហែអញ្ចឹងទៅខាង AGT នៅពេលដែលខាងដេប៉ូមានបញ្ហាគាត់តែងតែជួយ support រហូតហ្នឹងកាលមុននេះយើងជួបបញ្ហាវាឆេះតែចែកដន់អញ្ចឹងណាអញ្ចឹងគឺខាងក្រុមហ៊ុនគាត់គឺយកទៅដូរឲ្យយើងអញ្ចឹងក្នុងនាមខ្ញុំជាម្ចាស់ដេប៉ូដើម្បីឲ្យអតិថិជនគាត់មានទំនុកចិត្តលើយើងទីមួយភាពស្មោះត្រង់ផលិតផលល្អយើងប្រាប់ថាល្អទំនួលខុសត្រូវខ្ញុំសប្បាយចិត្តនៅពេលដែលយើងបានណែនាំផលិតផលដែលមានគុណភាពទៅឲ្យកសិករហើយគាត់ប្រើទៅគឺមានទំនុកចិត្តអង្គរ Garden Tool ទំនុកចិត្តគ្រប់ម៉ាកយីហោច្នៃប្រឌិតគ្រប់ផលិតផល